ហើយអ្វីបានជាដៃរបស់អ្នកញ៉ជីតាមិនសូវស្រួលខ្លួនប៉ុន្មានថ្ងៃនេះទេហើយគ្រាន់តែចង់ថតរូបប៉ុណ្ណោះកុំខ្លាចអីហាហាកុំបារម្ភអីជីតាប្រកាសជារស់បានដល់អាយុ100ឆ្នាំមិនខានឡ321មិនអាក្រក់ទេមិនអាក្រក់ទេអូដោយវិធីនេះសៀវយូថ្ងៃនេះអ្នករាល់គ្នានៅទីនេះតើអ្នកទាំងអស់គ្នាអាចថតរូបគ្រួសារមួយទៀតសម្រាប់លោកតាបានទេខ្ញុំមានរឿងត្រូវធ្វើតើការថតរូបអាចចំណាយពេលប៉ុន្មានពូមិនអីទេអ្នកទាំងអស់គ្នាមកឈរនៅទីនេះមកចុះខ្ញុំនឹងស្ដាប់អ្នកមកចុះមកឲ្យលឿនអូយសម្លាញ់ឲ្យម៉ាក់មកដល់ហើយគេហទំព័រប្រឡំលោកនេះបើកចំហណាស់វាហាក់ដូចជានេះជាលើកដំបូងហើយដែលពួកគេបានថតរូបគ្រួសារខ្ញុំមានអារម្មណ៍សោកស្ដាយចំពោះ Chelsea និយាយមកមីងសូមឈរក្បែរប្តីរបស់មីងពូអ្នកកំពុងឈរនៅកន្លែងដែលមីងទើបតែនិយាយជាមួយមីងហេតុអ្វីខ្ញុំគួរបដូរកន្លែងជាមួយឆេហងជារៀងរាល់ឆ្នាំនៅក្នុងរូបថតគ្រួសារអ្នកឈរនៅពីក្រោយលោកតានោះហើយជាអតីតកាលទាំងអស់ឥឡូវនេះវាជាបច្ចុប្បន្ន Chelsea ខ្ពស់ជាងអ្នកប្រសិនបើអ្នកឈរនៅចំកណ្ដាលរូបភាពទាំងមូលមើលទៅហាក់ដូចជាប៉ោងនិងមិនមានតុល្យភាពខ្ញុំជាអ្នកថតរូបអាជីពមើលមកខ្ញុំមិនអាចថតរូបនេះបានទេស៊ីងយូអ្នកធ្វើរឿងនេះដោយចិត្តណាមែនទេលោកតាសិនតើវាជាចិត្តណារបស់លោកតាទេដែលចៅប្រុសរបស់លោកតាមិនព្រមប្ដូរកន្លែងវាពិបាកណាស់សម្រាប់ខ្ញុំក្នុងការថតរូបគ្រួសារឲ្យបានស្អាតសៀវឈៀវមានបញ្ហាអ្វីជាមួយលោកតាខ្ញុំតែងតែឈរនៅពីក្រោយលោកតាតាំងពីខ្ញុំនៅតូចមកម្លេះហើយខ្ញុំមានទំហំប៉ុនសៀវសួរឯងមិនមែនបំភ្លើសដូចដែលគាត់និយាយនោះទេលោកតាមិនធ្លាប់ព្រឹកពាក្យនេះទេមនុស្សសង្ហាឈរនៅចំកណ្ដាលធ្វើឲ្យរូបភាពទាំងមូលមើលទៅកាន់តែល្អលោកតាចង់មានន័យយ៉ាងណាលោកតាហៅខ្ញុំថាអាក្រក់ហើយលោកតាពិតជាជឿវានៅពេលដែលខ្ញុំនៅតូចបើប្រៀបធៀបទៅនឹងលោកតាលុបវាចោលទៅអ្នកណាដែលមានភ្នែកអាចមើលឃើញរឿងនោះការយើងនៅជាមួយគ្នាអ្នកបាននិយាយយ៉ាងច្បាស់ថាខ្ញុំជាបុរសសង្ហាបំផុតក្នុងលោកទេអ្នកប្រហែលជាយល់ច្រឡំខ្ញុំថាជាអ្នកដទៃហើយតើខ្ញុំអាចនិយាយរឿងបែបនេះដោយរបៀបណានៅក្នុងចិត្តខ្ញុំបងប្រុសរបស់ខ្ញុំគឺជាបុរសសង្ហាបំផុតនៅលើពិភពលោកទោះបីជាសម្រស់ស្ថិតនៅក្នុងក្រសែភ្នែករបស់អ្នកមើលក៏ដោយខ្ញុំមិនដែលនិយាយអ្វីមួយប្រឆាំងនឹងមន្តសការរបស់ខ្ញុំដើម្បីគ្រាន់តែបង្កើតរឿងនោះទេខ្ញុំមិនប្រគល់វាវិញទេយកវាទៅឬទុកវាចោលគ្រាន់តែរកអ្នកផ្សេងទៅឈប់រំខានខ្ញុំទៅបដូរកៅអីជាមួយពូរបស់អ្នកទៅជីតាខ្ញុំប្រញាប់ណាស់នេះមើលទៅស្អាតជាង321ពងទាជាអ្នកណាខ្ញុំខ្លាចណាស់មិនអីទេមិនអាក្រក់ទេហាហាហាត្រីតូចអ្នកទាំងពីរស្នាក់នៅញ៉ាំអាហារពេលល្ងាចស៊ូតូចអ្នកមិនបាននិយាយថាអ្នករវល់ទេអ្នកគ្មានពេលថតរូបទេតើអ្នកអាចមានពេលញ៉ាំអាហារដោយរបៀបណាលោកតាសិនពេលលោកតាមានពេលតោះយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាក្នុងលិចសូម្បីតែមុនពេលខ្ញុំអាចនិយាយឡើងការនៅក្មេងក៏ដោយអ្នកមិនអនុញ្ញាតទេឡខ្ញុំរវល់បេកធំទូលាយណាស់ប៉ុន្តែពស់នោះធំជាងគេហាហាមើលទៅដូចជាអ្នកទាំងពីរមានទំនាក់ទំនងល្អណាស់ហាហាហាអ្នកទាំងអស់គ្នាញ៉ាំទៅខ្ញុំមិនឃ្លានទេអីកូនប្រុសអ្នកទាំងអស់គ្នាកំពុងញ៉ាំអាហារតើអ្នកនឹងទៅណាអូខេតោះទៅញ៉ាំអាហារមិនអីទេអ្នកទៅដើមឈើតូចថ្ងៃនេះខ្ញុំសងសឹកអ្នកបានហើយតាមពិតទៅខ្ញុំធ្លាប់ប្រើវាយូរហើយអ្នកមិនចាំបាច់ធ្វើរឿងទាំងនេះជំនួសខ្ញុំទេពូឲ្យទោះបីជាពូមើលងាយការប្រកួតប្រជែងជាមួយពួកគេក៏ដោយក៏ខ្ញុំមិនអាចទ្រាំមើលពូងទុកបានទេខ្ញុំក៏ខឹងដែរប្រសិនបើខ្ញុំឃើញពូងទុក
ល្អបន្ទាប់ពីនោះខ្ញុំមិនដែលទ្រាំទ្រនឹងការត្រូវគេធ្វើបាបម្ដងទៀតទេខ្ញុំនឹងមិនអនុញ្ញាតឲ្យបបោព្រួយបារម្ភអំពីខ្ញុំម្ដងទៀតទេទៅតើអ្នកកំពុងធ្វើអ្វីតើខ្ញុំហ៊ានប្រព្រឹត្តចំពោះអ្នកបែបនេះទេដោយពិចារណាលើអត្ថប្រយោជន៍ដែលពួកគេទទួលបានអូយចូលយើងនិយាយជាឯកជនតើការស្រែកមានប្រយោជន៍អ្វីយ៉ាងណាក៏ដោយពួកគេពិតជាមានអ្វីមួយដើម្បីផ្ដល់ជូនតើនោះជាការពិតមែនទេអូពូតើគេអាចប្រព្រឹត្តចំពោះអ្នកបែបនេះដោយរបៀបណាពូតើគេអាចប្រព្រឹត្តចំពោះអ្នកបែបនេះដោយរបៀបណានេះគ្រាន់តែជាព័ត៌មានបង្ហឹមប៉ុណ្ណោះខ្ញុំមានវីដេអូរាប់ពាន់អំពីលោកជាងត្រូវបានគេរំលោភបំពាននៅក្នុងអាល់ប៊ុមរូបថតទូរស័ព្ទរបស់ខ្ញុំតើលោកតាសិននិងសិនបៃឈួនសុទ្ធតែទទួលបានអត្ថប្រយោជន៍ពីវាទេខ្ញុំមិនចាំច្បាស់ទេម្ដាយរបស់ខ្ញុំគ្រាន់តែនិយាយថាគ្រួសារសិននឹងឲ្យប្រាក់គាត់មួយចំនួនជារៀងរាល់ខែដើម្បីឲ្យគាត់អាចបង្រៀនមេរៀនមួយដល់ជាងយូលីនេះពិតជាហួសហេតុណាស់ប្រឡំលោកហេតុអ្វីបានជាអ្នករងទុក្ខដោយអយុត្តិធម៌ច្រើនម្ល៉េះហេតុអ្វីបានជាអ្នកមិននិយាយអ្វីទាំងអស់វាទាំងអស់គឺនៅក្នុងអតីតកាលលោកយ៉ាងអ្នកគ្រាន់តែត្រូវឲ្យខ្ញុំ5លានហើយខ្ញុំនឹងលុបវីដេអូទាំងនេះចេញអ្នកបានយកលុយពី Shen Beichun រួចហើយមែនទេតើអ្នកដឹងដោយរបៀបណាគាត់ត្រូវបំផ្លាញបេសកកម្មទាំងនេះច្រើនជាងខ្ញុំលោកយ៉ាងខ្ញុំគ្រាន់តែចង់រកលុយទ្វេដងប៉ុណ្ណោះប៉ុន្តែខ្ញុំសន្យាថានៅពេលដែលខ្ញុំទទួលបានលុយខ្ញុំនឹងលុបការបង្ហោះទាំងអស់ខ្ញុំនឹងមិនឲ្យអ្នកមួយកាក់មួយសេនទេអ្នកពិតជាមិនខ្វល់ពីរឿងទាំងនេះទេអ្នកគ្រាន់តែត្អូញត្អែមិនមែនជាជនរងគ្រោះទេមិនអីទេ3លានក៏ល្អដែរឬ1លានក៏ល្អដែរមនុស្សកាន់តែមានពួកគេកាន់តែក្រគ្រាន់តែរងចាំមើលប្រសិនបើអ្នកមិនចង់បានវាទេមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនដែលសុខចិត្តចំណាយសម្រាប់វាហឹមតើកូនឃ្លានទេម៉ាក់នឹងទៅធ្វើមីមួយចានឲ្យកូនមានអ្វីខុសមិនអីទេ44វាផ្លាស់ប្ដូរចិត្តមនុស្សម្នាក់មានអ្វីខុសហេតុអ្វីខ្ញុំមិនគួរនិយាយវារឿងពីកុមារភាពរបស់អ្នកហេតុអ្វីបានជាអ្នកមិននិយាយដូច្នេះដូច្នេះជាច្រើនឆ្នាំបានកន្លងផុតទៅគ្មានអ្វីច្រើនដែលត្រូវនិយាយទេបុរសវ័យក្មេងអ្នកបានរងទុក្ខវេទនាច្រើនណាស់កាលពីអ្នកនៅក្មេងអ្នកបានស៊ូទ្រាំនឹងការលំបាកទាំងអស់នៃជីវិតនេះរួចហើយចាប់ពីពេលនេះទៅជីវិតរបស់អ្នកនឹងរលូនជាមិនខានសូមឲ្យលោកអ្នកមានសុវត្ថិភាពនិងសុខសប្បាយជីវិតនឹងរលូនទៅនៅពេលអ្នកនៅក្បែរខ្ញុំសូមឲ្យលោកអ្នកមានសុវត្ថិភាពនិងសុខសប្បាយល្អថ្ងៃនេះខ្ញុំមិនទៅផ្ទះទេល្អប៉ុន្តែវាជាផ្ទះរបស់ខ្ញុំផ្ទាល់ខ្ញុំប្រើវាជាពិសេសតើអ្នកកំពុងគិតអំពីអ្វីខ្ញុំនៅក្នុងបន្ទប់ភ្ញៀវហាអូយសម្លាញ់អូយសម្លាញ់ប៊ូបលមែនទេដែលអ្នកមិនគួរដេកក្នុងបន្ទប់ភ្ញៀវហេតុអ្វីបានជាអ្នកចូលមកជាមួយខ្ញុំតើអ្នកកំពុងគិតអ្វីខ្ញុំនឹងឲ្យអ្នកចូលគេងមុនសិនបន្ទាប់មកខ្ញុំនឹងត្រឡប់ទៅគេងវិញមិនអីទេ
ខ្ញុំលែងជាក្មេងអាយុ3ឆ្នាំទៀតហើយខ្ញុំមិនចាំបាច់ឲ្យគេលួងលោមឲ្យគេងលក់ទេសួស្ដីបងប្រុសខ្ញុំនឹងសងសឹកការពិតដែលថាអ្នកមិនដែលត្រូវគេដាក់ឲ្យគេងលក់កាលអ្នកនៅក្មេងឡអ្នកណាកំពុងលេងសើចជាមួយអ្នកណា AI ជ្រៅខ្មៅមែនទេប្រសិនបើវាជាកាបូបនៃសេចក្តីស្រឡាញ់សំឡេងខ្យល់បក់បោកប្រផេះខ្មៅហឺនាងបានដេកលក់យ៉ាងស្ងប់ស្ងាត់ក្នុងដៃរបស់គាត់ខ្ញុំមានសុបិនដ៏អស្ចារ្យមួយមានរឿងអ្វីកើតឡើងមើលចុះគូដណ្ដឹងរបស់សិនឈៀវបានរត់គេចខ្លួនហើយយកទ្រព្យសម្បត្តិទាំងអស់របស់គាត់វាពិតជាខឹងសម្បារណាស់កាលពីពេលមុនគាត់បានអួតប្រាប់ខ្ញុំថាគ្រីនស្រឡាញ់គាត់ជាងខ្ញុំប៉ុណ្ណាប៉ុន្តែបន្ទាប់មកគ្រីនបានបោកប្រាស់គាត់យកលុយរបស់គាត់ហើយរត់គេចខ្លួនលឿងអូត្រូវហើយស្ពាននៅ Shenzhen ក៏ប្រើប្រាស់លុយពីខេត្តនិងក្រុងរបស់អ្នកដែរពូតើខ្ញុំមិនគួរធ្វើជាសិស្សថ្នាក់ទី11ទេតើអ្នកគិតយ៉ាងណាចំពោះលុយបន្តិចបន្តួចរបស់ Shenzhen តើខ្ញុំនឹងខ្វះខាតពេលទេមែនហើយខ្ញុំត្រូវការប៉ុន្តែខ្ញុំនៅតែត្រូវទៅក្រុមហ៊ុនអ្នកអាចទៅដោយខ្លួនឯងបានខ្ញុំកំពុងហាត់យូហ្គានៅផ្ទះហើយខ្ញុំមានការថតរូបនៅយប់នេះ